បាទជំរាបសួរពុកម៉ែបងប្អូនឥឡូវនេះបានមកជួបលោកគ្រូហៅពៅគឺនៅក្នុង studio តែម្ដងបាទលោកគ្រូហៅពៅសុខសប្បាយទេបាទខ្ញុំសុខសប្បាយទេបាទមកក្នុង studio ហ្នឹងគឺបញ្ចូលបទអេតអ្វីដែលគ្រូបាទបទភូមិលាយបាទភូមិលាយសម័យត្របាទត្រកំងលកាន់នេះគឺត្រឆេបំពេនៅបទភូមិលាយអាយ៉ាបាទហើយបូកជាមួយនឹងបូកជាមួយត្រអ៊ូត្រសោខឹមបាទដែលយើងបានបញ្ចូលរួចខ្លះហើយណាហើយក៏បទនេះគឺលោកគ្រូបញ្ចូលតែម្នាក់ឯងតែម្ដងម្នាក់ឯងមានខ្លុយបាទមានខឹមមានត្រឆេមានត្រអ៊ូបាទមានកំ pl េហ្មងមានអាកុដអង្គថែមទៀតអូយអស្ចារ្យម្លេះនេះគេហៅថាពហុជំនាញបាទមិនមែនធម្មតាទេអ្នកខ្លះចេះច្រៀងចេះឧបករណ៍មួយពីរគេហៅថាពហុជំនាញប៉ុន្តែលោកគ្រូនេះលើសពីពហុជំនាញហើយពីព្រោះបាទគាត់ក៏ចេះច្រៀងណាសម័យបុរាណគឺចេះមកចប់មកកំ pl ទេហ្មងបាទអរគុណបាទហើយចបៃដងវែងឯចេះបាទចបៃដងវែងចេះបាទបៃដងវែងនេះបាទហើយមិនត្រឹមប៉ុណ្ណោះហើយគាត់ចេះបែបសម័យតន្ត្រីសម័យគឺបញ្ចូលឧបករណ៍អីផ្សេងនៅក្នុងគេហៅចែកទេសក្នុង studio បាទហ្នឹងហើយគឺថាឥឡូវនេះកុំឲ្យខាត់ពេលវេលាយូរទុកឲ្យលោកគ្រូពៅអមត្រូឆេជាមួយនឹងតន្ត្រីដែលបានបញ្ចូលរួចហើយអញ្ចឹងខ្ញុំចាក់ឲ្យលោកគ្រូពៅបាទជួយលេងបាទលើថាខ្ញុំជំទាវច្រៀងដែរហ្នឹងបាទម្លាយបំពេបងប្អូនត្រាឆេបាត់ភូមិម្លាយក្នុងក្តីស្រមៃបំពេបងប្អូនពីបុរាណបងប្អូនគ្រប់គ្នាបានជោគជ័យក្នុងគ្រាឆ្នាំថ្មីពេលនេះខ្ញុំសូមប្រសិទ្ធពរសេរីបវរមង្គលសួស្តីពេលនេះខ្ញុំសូមជូនពរសេរីបវរមង្គលសួស្តី16មេសាថ្ងៃកណ្ដាលមានន័យឡើងសាក់ជោគជ័យនៅក្នុងឆ្នាំមមី
សូមអរគុណលោកគ្រូហៅប៉ៅដែលបាន អរគុណ បញ្ចេញនៅសំឡេងដ៏ក្រអួនក្រអៅជាមួយនឹងឧបករណ៍ត្រូឆេបាទ បាទប៉ុន្តែសូមអភ័យទោសដល់ខ្ញុំបាទផងអស់លោកអ្នកនាងទាំងឡាយព្រោះកោតផងច្រៀងផងភ្លេចប្រូលខ្លះបាទវានឹកវាមិនឃើញណាស្ដាប់បទផងណាអីផងសូមអព្យាស្រ័យសូមគោរពជូនពរក្នុងឆ្នាំថ្មីសូមបានជោគជ័យសិរីមង្គលគ្រប់ប្រការខ្ញុំបាទហៅពៅសូមគោរពលាអរគុណច្រើន